ព្រះអម្ចាស់ដែលពេញដោយការអត់ទោសលោកយ៉ាកបមានកូនប្រុស12នាក់ប៉ុន្តែក្នុងចំណោមកូនទាំងអស់គាត់ស្រឡាញ់លោកយូសែបជាងគេនៅថ្ងៃមួយលោកយ៉ាកបបានឲ្យអាវផាយថ្មីមួយយ៉ាងឆើតឆាយមានពណ៌ចម្រុះដូចឥន្ធនូដល់លោកយូសែបប៉ុន្តែការនេះបានធ្វើឲ្យបងរបស់គាត់មានចិត្តច្រណែនពីព្រោះពួកគេក៏ចង់បានអាវផាយដែលមានពណ៌ចម្រុះដូចឥន្ធនូនោះដែរហើយការដែលធ្ងន់ធ្ងរលើសពីនេះទៅទៀតនោះគឺលោកយូសែបចេះតែយកសពចម្លែកគាត់បានប្រាប់ទៅបងរបស់គាត់ថាខ្ញុំបានយកសពថាខ្ញុំបានធ្វើជាអ្នកធំខ្ញុំជាស្ដេចហើយបងទាំងអស់គ្នានឹងក្រាបសំពះនៅចំពោះមុខខ្ញុំប្រកាសណាស់ឥឡូវនេះខ្ញុំដឹងថាអ្នកបានយល់សូម្បីតែលោកយូសែបមិនបានយល់ក៏ដោយថាការដែលគាត់បានប្រាប់ពួកបងប្រុសរបស់គាត់បែបនេះមិនមែនជាគំនិតល្អនោះទេពួកបងប្រុសរបស់លោកយូសែបរឹតតែស្អប់គាត់ថែមទៀតពួកគេមិនចង់ឮការយកសពរបស់លោកយូសែបតទៅទៀតទេហើយពួកគេថែមទាំងចង់សម្លាប់លោកយូសែបចោលទៀតផងហើយនៅថ្ងៃមួយគេពិតជាសាកល្បងធ្វើបែបនោះមែនគេបានហែកអាវផាយពណ៌ដូចឥន្ធនូហើយដោះអាវនោះចេញពីលោកយូសែបរួចហើយក៏បានលក់គាត់ឲ្យឈ្មួញដែលជួញដូរទេសករបម្រើដាច់ថ្លៃក្នុងតម្លៃជាសាច់ប្រាក់សុទ្ធចំនួន20កាក់ពួកឈ្មួញទាំងនោះក៏បាននាំលោកយូសែបទៅឯស្រុកអេស៊ីបហើយបង្ខំគាត់ឲ្យធ្វើជាទេសករបម្រើដាច់ថ្លៃចំណែកឯពួកបងរបស់គាត់ក៏បានត្រឡប់ទៅផ្ទះវិញហើយក៏ហាក់ឪពុកខ្លួនថាលោកយូសែបបានស្លាប់ហើយពួកបងរបស់គាត់បានគិតថានេះគឺជាទីបញ្ចប់នៃអ្នកពូកែយល់សពហើយប៉ុន្តែគេបានគិតខុសវិញព្រះជាម្ចាស់បានបង្ហាញនៅសុបិនដ៏ប្រសើរលើសលប់សម្រាប់ជីវិតរបស់លោកយូសែបទោះបីជាមើលទៅឃើញថាគ្រប់ទាំងអស់ហាក់ដូចជាខុសពីការគ្រោងទុកក៏ដោយតែព្រះជាម្ចាស់បានរៀបចំផែនការដើម្បីជួយឲ្យសុបិននេះក្លាយជាការពិតវិញព្រះជាម្ចាស់នឹងយកហេតុការណ៍ទាំងអស់ដែលកើតឡើងចំពោះលោកយូសែបដើម្បីធ្វើជាការដ៏ល្អប្រសើរវិញប៉ុន្តែនៅពេលនោះការដែលកើតឡើងចំពោះលោកយូសែបនៅប្រទេសអេស៊ីបហាក់បីដូចជាមិនល្អសោះគឺគាត់បានឃ្លាតឆ្ងាយពីផ្ទះនិងពីឪពុករបស់គាត់ហើយបន្ទាប់មកគាត់ក៏ត្រូវបានគេមួលបង្កាច់ពីអ្វីដែលគាត់មិនបានធ្វើទោះបើគាត់មិនដែលបានធ្វើខុសអ្វីក៏ដោយក៏គាត់ត្រូវមានទោសជាប់គុកដែរប៉ុន្តែព្រះជាម្ចាស់គង់នៅជាមួយនឹងលោកយូសែបផងដែរមានយប់មួយស្ដេចផារ៉ោនជាស្ដេចស្រុកអេស៊ីបមានសុបិនដ៏គួរឲ្យខ្លាចមួយអំពីហ្វូងគោស្គមមកត្របាក់លេបហ្វូងគោធំតើសុបិនដ៏គួរឲ្យខ្លាចនោះមានអត្ថន័យយ៉ាងដូចម្ដេចទៅស្ដេចផារ៉ោនមិនយល់ទាល់តែសោះតែលោកយូសែបគឺជាអ្នកចេះកាត់ស្រាយយល់សពដ៏ឆ្នើមម្នាក់ដូច្នេះហើយបានជាស្ដេចផារ៉ោនបានឲ្យគេនាំគាត់មកលោកយូសែបក៏បកស្រាយអត្ថន័យនៃយល់សពនោះទៅដល់ស្ដេចថានឹងមានគ្រោះអំណត់អត់កើតឡើងហើយនឹងមានការខ្វះខាតស្រូវអង្ករស្ដេចផារ៉ោនពេញចិត្តនឹងការកាត់ស្រាយយល់សពរបស់លោកយូសែបណាស់ហើយក៏ដោះលែងលោកយូសែបឲ្យចេញពីគុកភ្លាមរួចព្រះអង្គក៏បានតែងតាំងលោកយូសែបឲ្យធ្វើជាអង្គម្ចាស់ម្នាក់ដែលត្រួតត្រាលើស្រុកអេស៊ីបទាំងមូលរីឯស្រុករបស់លោកយូសែបវិញបងប្អូនរបស់គាត់ក៏ជួបនឹងគ្រោះអំណត់អត់ដែរពីព្រោះមានការខ្វះខាតស្បៀងអាហារហើយម្នាក់មានការស្រែកឃ្លានជាខ្លាំងគ្រួសារដ៏ពិសេសរបស់ព្រះជាម្ចាស់ត្រូវជួបប្រទះនឹងគ្រោះថ្នាក់ប្រសិនជាពួកគេរកស្បៀងអាហារមិនទាន់ពេលទេពួកគេនឹងត្រូវដាច់ពោះស្លាប់ជាមិនខានហេតុដូចនេះហើយបានជាបងរបស់យូសែបត្រូវធ្វើដំណើរទៅស្រុកអេស៊ីបដើម្បីទិញស្បៀងអាហារពេលដែលពួកគេបានទៅដល់ទីនោះពួកគេក៏លុតជង្គង់នៅចំពោះមុខព្រះអម្ចាស់ថ្មីម្នាក់នោះពួកគេមិនបានស្គាល់ថាព្រះអម្ចាស់នេះជាលោកយូសែបនោះឡើយប៉ុន្តែលោកយូសែបស្គាល់គេទាំងអស់ថាជាបងរបស់គាត់ឥឡូវការយល់សពរបស់លោកយូសែបដែលថាថ្ងៃមួយបងរបស់គាត់នឹងមកអោនសំពះចំពោះគាត់នោះបានคล้ายជាការពិតហើយលោកយូសែបបានស្រែកឡើងថាខ្ញុំនឹងហើយជាយូសែបនៅពេលដែលបងទាំងអស់បានឃើញថាជាលោកយូសែបមែននោះគេមានការភ័យខ្លាចពីព្រោះពួកគេទាំងអស់គ្នាបានធ្វើអ្វីមិនគប្បីចំពោះយូសែបពួកគេទាំងអស់គ្នាបានធ្វើបាបហើយពួកគេដឹងខ្លួនហើយឥឡូវនេះលោកយូសែបនឹងប្រកាសជាធ្វើទោសដល់ពួកគេជាមិនខានប៉ុន្តែលោកយូសែបបានសម្លឹងមើលបងគាត់ពេញដោយទឹកភ្នែកហូរជោកជាំ
អ្វីបើបងរបស់គាត់បានធ្វើឲ្យគាត់ឈឺចាប់និងស្អប់គាត់ហើយចង់សម្លាប់គាត់ក៏ដោយទោះបីជាមានការទាំងនេះកើតឡើងក៏ដោយក៏គាត់មិនអាចនឹងឈប់ស្រឡាញ់ពួកគេបានឡើយបងរបស់គាត់ធ្លាប់ធ្វើឲ្យគាត់មានការឈឺចាប់ខាងផ្លូវចិត្តតែគាត់នៅតែស្រឡាញ់គេគ្រប់គ្នាហើយគាត់ក៏បានអត់ទោសឲ្យគេគ្រប់គ្នាផងដែរលោកយូសេបបានអោបពួកគេទាំងអស់គ្នាហើយនិយាយទៅកាន់ពួកគេថាចូលកំភៃខ្លាចអីអំពើដែលបងរាល់គ្នាបានធ្វើពីពេលមុនទាំងប៉ុន្មាននោះព្រះជាម្ចាស់បានធ្វើឲ្យការនោះត្រឡប់ជាល្អឡើងវិញហើយព្រះជាម្ចាស់បានផ្លាស់ប្រាកែទាំងនោះឲ្យទៅជាត្រឹមត្រូវម្ដងទៀតលោកយូសេបមិនបានដាក់ទោសដល់បងទេគឺគាត់បានជួយសង្គ្រោះគេទាំងអស់គ្នាវិញគាត់បាននាំយកគ្រួសារដ៏ពិសេសរបស់ព្រះជាម្ចាស់មករស់នៅដោយសេចក្តីសុខសាន្តជាមួយគាត់នៅស្រុកអេស៊ីបនៅថ្ងៃមួយព្រះជាម្ចាស់នឹងបញ្ជូនព្រះអម្ចាស់មួយអង្គដែលជាព្រះអម្ចាស់ដែលមានវ័យក្មេងនៅឡើយហើយទ្រង់នឹងមានការឈឺចាប់ខាងផ្លូវចិត្តដូចជាលោកយូសេបដែរគឺទ្រង់នឹងចាកចេញពីទីលំនៅនិងពីព្រះវរបិតារបស់ទ្រង់បងប្អូនរបស់ទ្រង់នឹងស្អប់ទ្រង់ព្រមទាំងមានបំណងនឹងសម្លាប់ទ្រង់ផងពួកគេនឹងលក់ទ្រង់ដើម្បីឲ្យបានប្រាក់ប៉ុន្មានកាក់ហើយគេនឹងធ្វើទោសទ្រង់ទោះជាទ្រង់គ្មានទោសអ្វីសោះក៏ដោយប៉ុន្តែព្រះជាម្ចាស់នឹងប្រើនៅអ្វីដែលបានកើតឡើងចំពោះព្រះអម្ចាស់វ័យក្មេងនេះសូម្បីតែការអាក្រក់ក៏ដោយដើម្បីធ្វើឲ្យវាល្អវិញគឺអត់ទោសបាបឲ្យលោកីទាំងមូលតែម្ដង